Hello, Erika. ទៅដើរលេងនៅណាក៏បទពិសោធន៍ដ៏ល្អមួយដែលខ្ញុំទទួលបានក្នុងការជិះយន្តហោះច្រើនម៉ោងហើយដូរជើងយន្តហោះច្រើនដងជាមួយកូនតូចៗដោយពុំមានការយំឬក៏រអ៊ូរទាំចង់ដឹងថាខ្ញុំធ្វើយ៉ាងម៉េចខ្លះធ្វើអ្វីខ្លះរៀបចំអ្វីខ្លះដែលធ្វើឲ្យកូនរបស់ខ្ញុំមិនយំឬក៏រអ៊ូរទាំជើងយន្តហោះទី1ពីក្បែរកន្លែងដែលពួកខ្ញុំរស់នៅទៅកាន់ទីក្រុងធំមានរយៈពេលត្រឹមតែ55នាទីប៉ុណ្ណោះទើបតែមកដល់ទីក្រុងធំទេចំណែកឯស្រីពៅគឺគេងលក់បាត់ហើយជាទូទៅពេលយន្តហោះរៀបឡើងហើយនឹងរៀបចុះគឺតម្រូវឲ្យអ្នកដំណើរពាក់ខ្សែក្រវ៉ាត់ហើយនឹងអង្គុយនៅតាមកន្លែងរៀងៗខ្លួនខ្ញុំបានបង្រៀននិងពន្យល់កូនរបស់ខ្ញុំឲ្យអង្គុយដាក់ខ្សែក្រវ៉ាត់ខណៈពេលដែលយន្តហោះរៀបនឹងឡើងហើយនឹងយន្តហោះរៀបនឹងចុះចំណែកឯជើងយន្តហោះតង់ទី2នេះវិញមានរយៈពេល8ម៉ោងកន្លះហើយកូនរបស់ខ្ញុំវិញគឺពុំមានការយំឬក៏រអ៊ូរទាំនោះទេនៅតាមដងផ្លូវយើងឡើងទៅជិះយន្តហោះហ្នឹងគាត់ក៏បានសួរពីនេះពីនោះជាច្រើនដែលតាក់ទងទៅនឹងយន្តហោះជើងយន្តហោះដែលពួកខ្ញុំនឹងជិះនេះគឺឈ្មោះថា Qatar Airways ដែលឆ្ពោះពីទីក្រុងអូស្ឡូទៅទីក្រុងឌូហាអ្វីដែលខ្ញុំបានរៀបចំទុកជាមុនសម្រាប់កូនរបស់ខ្ញុំនៅលើយន្តហោះនោះមានដូចជាប៊ិចខ្មៅដៃសៀវភៅឬក៏ក្រដាសមួយចំនួនហើយក៏មានដូចជានំផ្លែឈើដែលដាក់នៅក្នុងប្រអប់ដែលមានច្រើនថ្នាក់អញ្ចឹងទៅនៅលើយន្តហោះនេះដែរគេក៏មានជាកាដូសម្រាប់កូនក្មេងៗតូចមានដូចជាសៀវភៅឬក៏ក្រដាសប៊ិចនៅក្នុងហ្នឹងឬក៏ស្រោមជើងរបស់លេងបន្តិចបន្តួចបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមផ្លាស់ប្ដូរឧទាហរណ៍របស់លេងគាត់ចាប់ផ្ដើមធុញយើងបដូរពីរបស់លេងមួយទៅរបស់លេងមួយពេលគាត់លេងអានឹងធុញហើយយើងអាចទៅលេងរបស់ផ្សេងមួយទៀតឬក៏ដូរមកជាញ៉ាំផ្លែឈើវិញម្ដង Qatar Airways គេមានម្ហូប3ជម្រើសឲ្យយើងជ្រើសរើសហើយពួកខ្ញុំគឺយកជម្រើសផ្សេងគ្នាតែម្ដងយកទាំង3មុខដោយខ្ញុំគិតថាមុខទី1បើសិនជាកូនខ្ញុំមិនចូលចិត្តគាត់អាចញ៉ាំរបស់ខ្ញុំឬក៏កូនមួយទៀតគាត់មិនចូលចិត្តគាត់អាចញ៉ាំបោះប៉ងឬបោះប្អូនអញ្ចឹងទៅម្ហូបនៅលើកាតានេះដែរគឺឆ្ងាញ់គ្រប់មុខតែម្ដងសម្រាប់ខ្ញុំនិមិត្តសញ្ញារបស់ឌូហាមកដល់ឌូហាហើយឌូហាលេងយន្តហោះឌូហាជើងយន្តហោះតង់ទី3ក៏វារៀងច្រើនម៉ោងដែរគឺ6ម៉ោងកន្លះចេញពីទីក្រុងឌូហាឆ្ពោះមកទីក្រុងបាងកកមកដល់បាងកកហើយបាងកកប៉ុន្តែចាំយកវ៉ាលីតង់ទី4ឬក៏ជាតង់ទីបញ្ចប់នៃគោលដៅពីទីក្រុងបាងកកមកទីក្រុងភ្នំពេញហើយនិយាយទៅគឺកូនរបស់ខ្ញុំគាត់ស្រួលខ្លាំងមែនតែនពុំមានការយំឬក៏រអ៊ូថាជិះយូរអីក៏យូរយ៉ាងនេះនោះទេព្រោះដោយសារយើងមានរបស់របរលេងក៏ដូចជារបស់ញ៉ាំផ្លាស់ប្ដូរពីមួយទៅមួយហើយក៏យើងមិនតាមចិត្តនៅអ្វីដែលកូនទាមទារគ្រប់មុខនោះដែរយើងត្រូវមានដែនកំណត់ឥឡូវនេះកំពុងតែត្រៀមខ្លួនជិះលើតាក់ស៊ីហើយជិះមកដល់តាក់ស៊ីភ្លាមគឺកូនតម្រង់ទៅអាងហែលទឹកនៅសន្តាគារនឹងភ្លាមតែម្ដងមិនរងចាំ10នាទី15នាទីអីទេគឺផ្លាស់ខោអាវឡើងទៅជន់លើឡើងទៅអាងហែលទឹកទាំងថ្ងៃតែម្ដងពុកម៉ែបងប្អូនមិនចាំយូរនោះទេ